បាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាបាទជាទីនឹករលឹកបាទពុកម៉ែបងប្អូនតាមស្រុកស្រែចម្ការទាំងអស់បាទនៅពេលនេះដែរគឺខ្ញុំសូមចែករំលែកបាទនៅចំណេះដឹងខ្លះៗតាក់ទងទៅនឹងការកាត់ប្លង់រឹងហើយនឹងឯកសារបាទយើងត្រៀមសម្រាប់ចុះបញ្ជីប្លង់រឹងបាទពីរហ្នឹងគឺមានលក្ខណៈបាទស្រដៀងគ្នាបាទអញ្ចឹងសម្រាប់ឯកសារដែលត្រៀមកាត់ប្លង់រឹងបាទគឺមានលក្ខណៈច្បាស់លាស់ជាងបាទតឹងរឹងជាងបាទបងប្អូនអរគ្នាឯកសារសម្រាប់ត្រៀមកាត់ប្លង់រឹងហ្នឹងគឺមានដូចតទៅបងប្អូនហ្នឹងហើយទី1គឺករណីទី1បងប្អូនហ្នឹងហើយទាំងអស់មាន4ករណីទី1បងប្អូនដាក់ឈ្មោះទាំងពីរនាក់ជាទ្រព្យរួមប្តីប្រពន្ធបាទទី1គឺបងប្អូនត្រូវយកបាទយកប្លង់រឹងបាទយកប្លង់រឹងទៅជាមួយបាទនឹងអត្តសញ្ញាណប័ណ្ណសាក្សីចំនួន1នាក់ស្រីក៏បានប្រុសក៏បានដែរបងប្អូនកូពីសខ្មៅបាទហើយបងប្អូនយកប្លង់រឹង original ទៅហើយទី2អត្តសញ្ញាណប័ណ្ណបាទសញ្ជាតិខ្មែរទាំងប្តីទាំងប្រពន្ធបាទយកទៅបញ្ជាក់នៅសាលាក្រុងឬក៏សាលាស្រុកបាទហើយទី3គឺសេចក្តីចម្លងបាទសម្បត្តិអាពាហ៍ពិពាហ៍បាទហើយទី4គឺសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅបងប្អូនយកទៅបញ្ជាក់បាទយកទៅបញ្ជាក់នៅសាលាក្រុងបងប្អូនហ្នឹងហើយចំពោះករណីទី2បាទករណីទី2គឺប្តីឬក៏ប្រពន្ធដាក់ឈ្មោះតែមួយខាងបាទហ្នឹងកាត់ប្លង់រឹងបងប្អូនហ្នឹងហើយកាត់ប្លង់រឹងបាទដាក់ឈ្មោះតែមួយខាងបាទទ្របខាងប្តីឬក៏ទ្របខាងប្រពន្ធឧទាហរណ៍បាទអញ្ចឹងគឺបងប្អូនត្រូវយកឯកសារបាទប្លង់រឹងទៅជាមួយដូចគ្នាបាទហើយអត្តសញ្ញាណប័ណ្ណសាក្សីចំនួន1នាក់កូពីសខ្មៅបងប្អូនហ្នឹងហើយក្រៅពីហ្នឹងដូចជាអត្តសញ្ញាណប័ណ្ណបាទទី2អត្តសញ្ញាណប័ណ្ណហ្នឹងយកទៅបញ្ជាក់បាទសាលាក្រុងឬក៏សាលាក្រុងបាទសាលាស្រុកឬក៏សាលាក្រុងបាទកន្លែងហ្នឹងមានច្រកចេញចូលទៅមួយសម្រាប់ធ្វើការបញ្ជាក់បងប្អូនហ្នឹងហើយចំពោះទី2សេចក្តីសឡងសម្បត្តិអាពាហ៍ពិពាហ៍បាទយកទៅដែរបាទហើយសៀវភៅគ្រួសារឬក៏សៀវភៅស្នាក់នៅបងប្អូនត្រូវយកទៅដែរលិខិតបញ្ជាក់បងប្អូនហ្នឹងហើយលិខិតបញ្ជាក់ប្រភេទទ្រព្យនៅខាងសាលាស្រុកនៅខាងសូចដីស្រុកហ្នឹងគេមានហើយបងប្អូនហ្នឹងហើយអញ្ចឹងគេធ្វើឲ្យយើងបាទខាងបញ្ជាក់ប្រភេទទ្រព្យហ្នឹងគេសញ្ញេនៅសាលាឃុំបងប្អូនហ្នឹងហើយបាទពាក់ព័ន្ធនឹងករណីទី3បងប្អូនអរគ្នាករណីទី3គឺនៅលីវបាទបានន័យថាអចលនទ្រព្យហ្នឹងគាត់កាត់ឈ្មោះប្លង់រឹងគាត់ដាក់នៅលីវអញ្ចឹងក៏ទៅត្រៀមឯកសារអីខ្លះបាទទី1គឺគាត់យកប្លង់រឹងទៅជាមួយផងអានឹងករណីរបស់អ្នកលក់បាទហើយនឹងអត្តសញ្ញាណប័ណ្ណសាក្សីចំនួន1នាក់កូពីសខ្មៅនិយាយទៅសាក្សីត្រូវមានទាំងអ្នកលក់ទាំងអ្នកទិញបងប្អូននឹងឲ្យសាក្សីចំនួន1នាក់ស្រីក៏បានប្រុសក៏បានហើយនឹងសេចក្តីចម្លងសម្បត្តិកំណើតបាទទី3គឺសៀវភៅគ្រួសារឬក៏សៀវភៅស្នាក់នៅអញ្ចឹងបងប្អូនត្រូវបញ្ជាក់បាទនៅសាលាស្រុកឬសាលាក្រុងដូចគ្នាបាទទី4គឺលិខិតបញ្ជាក់ភាពនៅលីវបាទធ្វើនៅសាលាឃុំឬក៏សាលាសង្កាត់ដែលបងប្អូនរស់នៅណាបងប្អូនហ្នឹងហើយបាទអញ្ចឹងកន្លងមកមានបងប្អូនមួយចំនួនក៏ខមមិនថាអត់ដឹងបញ្ជាក់នរណាឥឡូវនេះខ្ញុំដាក់ឲ្យមួយសែតមកពេញតែម្ដងបងប្អូនហ្នឹងហើយអញ្ចឹងករណីទី4គឺពោះម៉ាយឬមេម៉ាយកាត់ប្លង់រឹងបាទកាត់ប្លង់រឹងត្រូវមានឯកសារខ្លះបាទត្រូវយកប្លង់រឹងទៅជាមួយផងបាទតាញៀនបានសាក្សីបាទចំនួនម្នាក់បាទបានន័យថាខាងអ្នកទិញសាក្សីម្នាក់ខាងអ្នកលក់សាក្សីម្នាក់បាទហើយនឹងអត្តសញ្ញាណប័ណ្ណបាទអត្តសញ្ញាណប័ណ្ណហ្នឹងបាទបញ្ជាក់នៅសាលាស្រុកឬសាលាក្រុងបាទបញ្ជាក់3សន្លឹកអីចឹងទៅបាទហើយនឹងទី2គឺសេចក្តីចម្លងសម្បត្តិកំណើតបាទទី3គឺសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅបាទអញ្ចឹងស្តៀងគ្នាទេបងប្អូននឹងយកទៅបញ្ជាក់នៅសាលាស្រុកឬសាលាក្រុងដូចគ្នាបាទទី4គឺលិខិតបញ្ជាក់មេម៉ាយឬក៏ពោះម៉ាយបាទបងប្អូនមានលិខិតហ្នឹងបាទបើបងប្អូនអត់មានទេបងប្អូនអាចទៅសួរខាងសាលាឃុំតែបងប្អូនសម្រាប់បងប្អូនដែលមានសារក្រមលែងលះនៅតុលាការគឺគាត់មានហើយអញ្ចឹងគាត់ត្រូវយកទៅដែរអញ្ចឹងណាបងប្អូនហ្នឹងហើយបាទបងប្អូនអរគ្នាបាទ
ទី2គឺឯកសារបាទឯកសារសម្រាប់ចំជីប្លង់រឹងបងប្អូនបាទនៅពេលដែលខាងភូមិឃុំបាទគាត់ជូនដំណឹងបងប្អូនថាឥឡូវភូមិកភូមិខនេះឧទាហរណ៍ណានឹងហើយគាត់ឲ្យធ្វើការចំជីវាស់វែងអញ្ចឹងបងប្អូនអញ្ជើញទៅវាស់វែងជាមួយនឹងមន្ត្រីសុខយុត្តដីផ្ទាល់ដាក់ព្រំដាក់អីបាទទាំងអស់គ្នាអញ្ចឹងទៅចូលរួមយ៉ាងសស្រាក់ស្រាមអញ្ចឹងទៅបងប្អូនហ្នឹងហើយបងប្អូនទាំងអស់គ្នាបាទកុំភ្លេចត្រៀមឯកសារបាទឯកសារទី1នោះគឺករណីបងប្អូនចង់ដាក់ឈ្មោះបាទដាក់ឈ្មោះ2អ្នកប្តីប្រពន្ធអញ្ចឹងណាអញ្ចឹងបងប្អូនចង់ដាក់ទ្របរួមករណីបងប្អូនដីនឹងបានទិញជាមួយគ្នាហើយបងប្អូនទាំងអស់គ្នាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវមានអត្តសញ្ញាណប័ណ្ណបាទប្តីប្រពន្ធនឹងថតចម្លងបាទថតចម្លងសខ្មៅបងប្អូនទាំងអស់គ្នាបាទហើយទី2គឺសេចក្តីចម្លងសបុតពាពាបាទអញ្ចឹងបងប្អូនមានសបុតពាពាបងប្អូនថតចម្លងសខ្មៅដែរទៅតែបើបងប្អូនអត់តាន់មានទេបងប្អូនអាចទៅធ្វើនៅសាលាឃុំបាទទៅធ្វើនៅសាលាឃុំបាទតែបើបងប្អូនអត់តាន់បានចម្លងឬក៏បញ្ជាក់បងប្អូនអាចទៅធ្វើនៅសាលាស្រុកឬក៏សាលាក្រុងព្រោះថានៅសាលាក្រុងគេមានគោលបញ្ជីក្នុងការចម្លងបងប្អូនហ្នឹងហើយករណីទី2ករណីទី2បងប្អូនចង់ដាក់ទ្របតែមួយខាងបាទចង់ដាក់ទ្របខាងប្តីឬក៏ទ្របខាងប្រពន្ធអីអញ្ចឹងបាទឧទាហរណ៍ថាដីហ្នឹងគេខាងឪពុកចែកឲ្យគេខាងប្តីណាហ្នឹងហើយឬខាងប្រពន្ធចែកឲ្យអញ្ចឹងគេដាក់ឈ្មោះតែមួយខាងទេបាទអញ្ចឹងលើកលែងតែដីដែលពួកគាត់រកស៊ីជាមួយគ្នាគាត់ទិញដាក់ឈ្មោះជាមួយគ្នាអាហ្នឹងគាត់ដាក់ជាទ្របរួមតែបើករណីឧទាហរណ៍ថាឥឡូវឪពុកម្ដាយខាងស្រីគេចែកឲ្យគេដាក់ឈ្មោះខាងស្រីហើយអញ្ចឹងបើថាឪពុកម្ដាយខាងប្រុសគេចែកឲ្យគេដាក់ឈ្មោះខាងប្រុសបាទខាងប្តីក៏ប៉ុន្តែយើងមានសិទ្ធិផ្តិតមេដៃទាំងអស់គ្នាបាទផ្តិតមេដៃធ្វើសាក្សីធ្វើអីចឹងណាបងប្អូនហ្នឹងហើយតាមនីតិវិធីបនគេទៅបងប្អូនអរគ្នាឯកសារមានកូពីអត្តសញ្ញាណប័ណ្ណបាទទី2សេចក្តីចម្លងសបុតពាដូចគ្នាបាទហើយកូពីសខ្មៅណាបងប្អូនហ្នឹងហើយសៀវភៅគ្រួសារបាទសៀវភៅស្នាក់នៅបាទទី4គឺលិខិតបញ្ជាក់ប្រភេទទ្រព្យបាទអញ្ចឹងបងប្អូនចង់ដាក់ទ្រព្យតែម្ខាងបងប្អូនត្រូវធ្វើលិខិតបញ្ជាក់ប្រភេទទ្រព្យលិខិតបញ្ជាក់ប្រភេទទ្រព្យនោះធ្វើនៅខាងសាលាឃុំបងប្អូនហ្នឹងហើយខាងសាលាឃុំឬក៏ខាងអាជ្ញាធរពេលទៅចំជីហ្នឹងគេប្រាប់ឲ្យបងប្អូនហ្នឹងហើយករណីទី3គឺទ្រព្យនៅលីវស្រួលទេបងប្អូនហ្នឹងហើយបងប្អូនកូពីអត្តសញ្ញាណប័ណ្ណបាទថតចម្លងបាទសខ្មៅចឹងទៅអញ្ចឹងទី2គឺសបុតកណ្ដាលថតចម្លងសខ្មៅដែរហើយសៀវភៅគ្រួសារនិងឬក៏សៀវភៅស្នាក់នៅហ្នឹងថតចម្លងសខ្មៅដូចគ្នាបាទហ្នឹងយើងយកទៅចំជីមិនមែនយកទៅកាត់ប្លង់រឹងទេកាត់ប្លង់រឹងគេសិតតែបញ្ជាក់បងប្អូនណាបញ្ជាក់ទៀតបាទហើយទី4នោះលិខិតបញ្ជាក់ភាពនៅលីវបាទលិខិតបញ្ជាក់ភាពនៅលីវហ្នឹងគឺយើងធ្វើហ្នឹងមានសុពលភាពតែ3ខែទេអញ្ចឹងបងប្អូនយកទៅចំជីទៅកុំឲ្យផុតសុពលភាព3ខែបាទបងប្អូនធ្វើនៅសាលាឃុំបាទបងប្អូនអរគ្នាបាទករណីទី4នេះករណីមេម៉ាយឬក៏ពោះម៉ាយបាទអញ្ចឹងបងប្អូនត្រូវកូពីអត្តសញ្ញាណប័ណ្ណសខ្មៅដូចគ្នាបាទសេចក្តីចម្លងសបុតកំណើតបាទថតសខ្មៅហើយសៀវភៅគ្រួសារក៏បានសៀវភៅស្នាក់នៅក៏បានឲ្យបងប្អូនកុំឲ្យកោះលុបច្រើនញ៉ៃណាបងប្អូនត្រូវកូពីឲ្យបានច្បាស់ហ្នឹងហើយថតសខ្មៅទៅមកគេយកហើយលិខិតបញ្ជាក់ពោះម៉ាយឬមេម៉ាយអានឹងតាមជាក់ស្ដែងណាបងប្អូនហ្នឹងហើយដែលបងប្អូនមានបាទឬក៏បងប្អូនមានសារក្រមលែងលះពីខាងតុលាការអីផ្សេងបងប្អូនត្រូវយកទៅដែរបាទយកភ្ជាប់ទៅជាមួយណាបងប្អូនហ្នឹងហើយករណីផ្សេងទៀតបងប្អូនអាចសួរមន្ត្រីនៅទីនោះផ្ទាល់បាទដូចជាការធ្វើអំណោយទៅកូនទៅចៅពីបងប្អូនទៅបងប្អូនអីគេមានលិខិតគេទាំងអស់ហ្នឹងបងប្អូនហ្នឹងហើយករណីដែលបងប្អូនមិនទាន់មានប្លង់ករណីបងប្អូនអត់ទាន់មានប្លង់បងប្អូនអាចថាស្នើសុំមេភូមិធ្វើប្លង់ទៅពេលដែលគេទៅចំជីណាបងប្អូនហ្នឹង
នឹងដោយសារតែដីបងប្អូនកាន់កាប់យូរហើយអត់តាន់មានប្លង់តែបងប្អូនមានប្លង់ហើយឬបងប្អូនទិញដីប្លង់ភូមិឃុំឬក៏ប្លង់ស្រុកបាទអីនោះដែលបងប្អូនមានហ្នឹងបងប្អូនយកទៅបាទយកទៅចុះបញ្ជីបាទភ្ជាប់ប្លង់នឹងទៅជាមួយតែសម្រាប់បងប្អូនអ្នកស្រុកនៅកន្លែងនឹងផ្ទាល់ភាគច្រើនគាត់អត់តាន់បានធ្វើប្លង់គាត់ធ្វើតាមក្រោយបានធ្វើលិខិតកម្មដីផ្សេងណាបងប្អូនហ្នឹងឲ្យសួរខាងមេភូមិសួរខាងអាជ្ញាធរគេនឹងទៅហើយកន្លងពេលគេធ្វើជួនកាលមួយខែជួនកាលកន្លះខែបងប្អូនត្រូវចូលរួមធ្វើបាទចូលរួមចុះបញ្ជីអញ្ចឹងណាបាទមន្ត្រីដែលគេទៅចុះបញ្ជីហ្នឹងអញ្ចឹងបងប្អូនអរគ្នាបើសិននៅករណីគេធ្វើនៅភូមិឃុំកន្លែងហ្នឹងចប់ហើយគឺបងប្អូនសួរថាអាចទៅចុះបញ្ជីតាមក្រៅបានអត់ព្រោះគាត់នៅឆ្ងាយនៅអីចឹងណាអញ្ចឹងបើគាត់ចង់ទៅចុះបញ្ជីតាមក្រៅគេគាត់ទៅបានក៏ប៉ុន្តែកុំឲ្យដល់រយៈពេលដែលគេធ្វើការបិទប្រកាសជួនកាលគេធ្វើការបិទប្រកាសរយៈពេល4ខែ5ខែអញ្ចឹងណាហើយបងប្អូនអាចតំណតំណងទៅមន្ត្រីភូមិឃុំអញ្ចឹងទៅសួរគេទៅគេទៅធ្វើដល់ភូមិណាហើយឃុំណាហើយអញ្ចឹងណាក៏ប៉ុន្តែខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទៅវាស់វែងជុំគ្នាតែម្ដងព្រោះថាការវាស់វែងគេមិនមែនវាស់វែងឲ្យបងប្អូនម្ដងទៀតងាយស្រួលទេអញ្ចឹងណាជួនកាលគេទៅឃុំផ្សេងទៅសង្កាត់ផ្សេងអញ្ចឹងគេមានការលំបាកដែរគេយកម៉ាស៊ីនត្រឡប់ទៅត្រឡប់មកណាអញ្ចឹងបងប្អូនត្រូវពេលដែលគេវាស់វែងនៅក្នុងភូមិមិនយើងហ្នឹងគឺយើងត្រូវព្យាយាមទៅតែម្ដងតាន់ម៉ាស៊ីនគេនៅហ្នឹងតាន់ក្រុមការងារគេនៅហ្នឹងនៅក្នុងភូមិហ្នឹងអញ្ចឹងបងប្អូនអញ្ជើញចុះទៅបាទគ្រប់គ្នាទាំងអស់អញ្ចឹងទៅបាទឬក៏បងប្អូនមានស្គាល់មេភូមិស្គាល់បងប្អូននៅហ្នឹងអាចថាំងពឹងឲ្យគេជួយចុចអីហើយអីអាហ្នឹងស្រ័យលើបងប្អូនណាហ្នឹងហើយពាក់ព័ន្ធនឹងមន្ត្រីគេចង់ឲ្យម្ចាស់ទៅផ្ទាល់ហ្នឹងហើយទៅផ្ទាល់ដើម្បីធ្វើការចុះវាស់វែងព្រំហ្នឹងកុំឲ្យវាមានការត្រួតស៊ីគ្នាដើម្បីបជាចំនួនផ្សេងណាហ្នឹងហើយបើឆ្លោះគ្នាគេឲ្យឆ្លោះហើយហ្នឹងហើយឆ្លោះគ្នារឿងព្រំបទល់ឆ្លោះគ្នារឿងដីអត់ផ្លូវអីហ្នឹងគេឲ្យឆ្លោះគ្នាហើយក៏ឲ្យតវ៉ាហើយពេលហ្នឹងតែបើសិនតែបងប្អូនចំជីរួចរាល់អស់ហើយនៅពេលបិទប្រកាសដល់ពេលគេបិទប្រកាសគឺបងប្អូនឡើងមកភាសាទៀតឡើងមកមួយឈ្មោះបាទក្រោយលោកខុសឈ្មោះខុសម៉ែត្រការ៉េឬក៏ដីនឹងអត់មានផ្លូវអីអញ្ចឹងណាអញ្ចឹងគេឲ្យដាក់ពាក្យតវ៉ានៅរយៈពេល15ថ្ងៃដែលគេបិទប្រកាសហ្នឹងបងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនអរគ្នាបាទពេលបិទប្រកាសបងប្អូនត្រូវមកមើលបើសិនតែដីយើងត្រូវហើយយើងផ្តិតមេដាយឯកភាពនៅលើប្លង់ហ្នឹងដែលមន្ត្រីគេឲ្យផ្តិតមេដាយឯកភាពតែបើសិនតែយើងមិនសុខចិត្តថងកន្លែងណាយើងដាក់ពាក្យតវ៉ាអញ្ចឹងណាបងប្អូនហ្នឹងហើយបាទអញ្ចឹងមានប៉ុណ្្នឹងទេខ្ញុំនឹងដាក់ពាក្យពេចឯកសារដែលត្រូវការយកទៅកាត់ប្លង់រឹងផ្សេងបាទយកទៅចុះបញ្ជីផ្សេងបងប្អូនមើលទៅហ្នឹងហើយអញ្ចឹងខ្ញុំដាក់នៅក្នុង description ខាងក្រោមបាទហើយបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ like ជួយ follow subscribe ឲ្យខ្ញុំម្នាក់មួយផងបងប្អូនហ្នឹងហើយបងប្អូនមើលវីដេអូហ្នឹងឲ្យពេញទៅហ្នឹងហើយបាទបងប្អូនអរគ្នានៅពេលនេះដែរខ្ញុំសូមជម្រាបលាបងប្អូនតែប៉ុណ្ណេះបាទជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ